បើមានសាខាច្រើនតើយើងគ្រប់គ្រងយ៉ាងម៉េចជំរាបសួរបងប្អូនចាស់ជីវកម្មទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទមួយថាបើយើងមានសាខាចាប់ពី2ឡើងទៅ5សាខា10សាខាតើយើងគ្រប់គ្រងយ៉ាងម៉េចធ្វើឲ្យចលនានៃការគ្រប់គ្រងយើងនឹងបានល្អតែយើងអត់ចេះគ្រប់គ្រងមាន2សាខាឡើងទៅវល់មិនដឹងអាណាមេទៅណាគ្រប់គ្រងមិនបុគ្គលិកណាក៏មេដែរគាត់មិនដឹងគ្រប់អ្នកណាហើយមានបញ្ហាឆ្លើយអ្នកណាអ្នកដោះអញ្ចឹងវាមានបញ្ហាច្រើនភ្ញៀវខ្ញុំមានរឿងអញ្ចឹងបុគ្គលិកមួយមេទី1ថាអូឯងធ្វើអញ្ចេះមេទី2ធ្វើអញ្ចោះមេទី3ធ្វើអញ្ចេះទៅគាត់មិនដឹងស្ដាប់មេមួយណាឲ្យពិតប្រាកដអញ្ចឹងមានបញ្ហាអ្នកណាដាក់ផែនការគាត់ធ្វើទៅរាយការណ៍អ្នកណាអានឹងនៅពេលណាដែលយើងរៀបរចនាសម្ព័ន្ធមិនត្រូវនោះហើយធ្វើឲ្យលទ្ធផលបុគ្គលិកយើងធ្លាក់គ្រប់ផ្នែកទាំងអស់ហ្នឹងហើយអញ្ចឹងក្នុងន័យ business យើងធ្វើម៉េចដើម្បីបន្តប្រាក់ចំណេញយើងកើនឡើងជាលំដាប់ពីមួយខែទៅមួយខែ return on investment យើងពីមួយឆ្នាំទៅមួយឆ្នាំកើនយើងតតបន្តពង្រីកហើយនឹងពង្រឹងផលិតផលពង្រីកសេវាកម្មពង្រីកសាខាបន្ទុ 50% ពង្រឹងសមត្ថភាពបុគ្គលិកគ្រប់ផ្នែកទាំងអស់បន្ទុ 50% ទៀតទើបប្រាក់ចំណេញយើងកើនឡើងជាលំដាប់ពីមួយខែទៅមួយខែបាន return on investment យើងពីមួយឆ្នាំទៅមួយឆ្នាំកើនអញ្ចឹងការរៀបរចនាសម្ព័ន្ធត្រូវនៅពេលដែលយើងមាន2សាខាឡើងត្រូវហ្នឹងធ្វើម៉េចដើម្បីរៀបរចនាសម្ព័ន្ធនឹងត្រូវធ្វើឲ្យផលចំណេញរបស់យើងសមត្ថភាពបុគ្គលិកយើងនឹងកើនខ្ពស់ប្រៀបនឹងដៃគូប្រកួតជែងយើងបន្តពង្រីកទៀតហើយយើងពង្រឹងបានល្អប្រាក់ចំណេញយើងកើនអានឹងដែលយើងត្រូវធ្វើនឹងសួរថាយើងគ្រប់គ្រងនឹងយកធ្វើស្អីអាគ្រប់គ្រងនឹងបើគ្រប់គ្រងវាមិនបានល្អមានន័យថាសមត្ថភាពបុគ្គលិកយើងអន់ជាងដៃគូអានឹងធ្លាក់ពិន្ទុហើយយើងពង្រីកបានមែនតែបុគ្គលិកយើងធ្វើមិនបានមិនមែនសល់50ទេគឺ0អាចធ្លាក់ចុះឲ្យខ្សែធនទៀតបាទចឹងទាំងពីរហ្នឹងគេធ្វើទៅទាំងពីរពង្រីកហើយទៅពង្រឹងពង្រីកគឺពង្រីកផលិតផលពង្រីកសេវាកម្មដើម្បីបង្ណូរខ្ពស់ហើយបង្កើនសាខាទៀត branding បានល្អហើយចំណូលច្រើននិងប្រាក់ចំណេញច្រើនហើយត្រូវតែពង្រឹងសមត្ថភាពបុគ្គលិកគ្រប់ផ្នែកទាំងអស់តាំងពីអគ្គនាយករហូតដល់បុគ្គលិកខាងក្រោមមានរចនាសម្ព័ន្ធល្អមានលំហូរការងារល្អហើយពង្រឹងឲ្យបានល្អទៀតទើបយើងមានចំណូលបានច្រើនប្រាក់ចំណេញច្រើនហើយបន្តភាពរីកចម្រើនបន្តទៀតតោះអញ្ចឹងធ្វើម៉េចដើម្បីឲ្យយើងគ្រប់គ្រងបានច្រើនសាខាដែលមាន2សាខាឡើងទៅយើងការគ្រប់គ្រងរបស់យើងត្រូវតែបែងចែកជា2ផ្នែកគឺថ្នាក់ head office និងថ្នាក់សាខាតែមាន2សាខាឡើងទៅគឺចឹងថ្នាក់ head office គឺមានតួនាទីគ្រប់គ្រងនៅផ្ដល់ support បច្ចេកទេសផ្នែក marketingផ្នែក finance operation HR ទៅគ្រប់បុគ្គលិកសាខាទាំងអស់ដើម្បីឲ្យ marketing យើង5សាខាចុះរបៀបធ្វើ marketing មានលក្ខណៈប្រហែលគ្នា operation របស់យើងមានន័យថាទឹកស្ដែកយើង5សាខារបៀបធ្វើទឹកស្ដែកនឹងគុណភាពគឺប្រហែលគ្នា unique គេហៅ unique product និង service នឹងយើងបាទឯ finance យើងរបៀបគិតលុយគិតកាក់អីប្រហែលគ្នាទាំងអស់កុំឲ្យទឹកស្ដែកម្ដងលក់ 4000 ម្ដងលក់ 5000 កាទៀវយើងម្ដងលក់ 10000 ម្ដងមួយទៀត12000 15000គឺប្រហែលគ្នាទាំងអស់ការធ្វើ service សេវាកម្មដឹកជញ្ជូនរបស់យើង purchasing របស់យើងគឺប្រហែលគ្នាទាំងអស់អានឹងថ្នាក់សាខាដែលត្រូវ support ផ្នែកបច្ចេកទេសទៅថ្នាក់សាខាទាំងអស់អានឹងថ្នាក់ head office ឯថ្នាក់សាខាទទួលយកបច្ចេកទេសពី head office ហើយដើម្បីប្រកួតប្រជែងជាមួយនឹងដៃគូប្រកួតប្រជែងឲ្យបានល្អ IBM គាត់មានតួនាទីមួយមើល marketing ឲ្យបាន 60% មើលលទ្ធផល operation 20 មើលលុយកាក់ 10 មើល HR ឬក៏ធនរដ្ឋបាល 10% ទៀតធ្វើម៉េចឲ្យប្រាក់ចំណេញនឹងបានគ្រប់នឹងលើសផែនការកំណត់នឹងមានន័យថាគាត់ធ្វើជោគជ័យហើយការងារគាត់ជោគជ័យហើយបាទតោះយើងមើលថាតើនៅពេលដែលយើងមានសាខាច្រើនតើយើងគ្រប់គ្រងយ៉ាងម៉េចទើបត្រូវបាទទី1អាជីវកម្មដែលមានសាខាច្រើនចាប់ពី2សាខាឡើងទៅ5 10សាខាទៅរបៀបគ្រប់គ្រងបែងចែកជា2ផ្នែកគឺថ្នាក់ head office និងថ្នាក់សាខាបាទទី2ថ្នាក់ head office មានតួនាទី support ណា support នឹងជួយគ្រប់គ្រងទៅជំនាញផ្នែក marketing ជំនាញបដោះបដាគាត់ផ្នែក marketing finance operation គ្រប់សាខាទាំងអស់ដើម្បីឲ្យសាខានីមួយៗមានលទ្ធផលដូចគ្នាបាទនេះថ្នាក់សាខាទទួលយកការ train and coach ពីថ្នាក់ head office ដើម្បីគុណភាព clinic យើងឬក៏ផលិតផលយើងសេវាកម្មយើងណាក្រុមហ៊ុនយើងត្រូវតែល្អជាងដៃគូប្រកួតប្រជែងណាផលិតផលយើងសេវាកម្មយើងត្រូវល្អជាងដៃគូប្រកួតប្រជែងអគ្គនាយកត្រូវគ្រប់គ្រងតែផ្នែកទាំង4ទេ
នាយកផ្នែក marketing នាយកផ្នែក finance នាយក operation និងនាយក HR ដើម្បីឲ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនទាំងមូលបានស្មើនឹងលើសផែនការកំណត់ Area Manager គាត់មានតួនាទីមួយគ្រប់គ្រងប្រធានសាខាទាំងអស់ដើម្បីឲ្យប្រធានសាខាមានលទ្ធផលនៃប្រាក់ចំណេញគ្រប់សាខាទាំងអស់ស្មើនឹងលើសផែនការកំណត់មានន័យថាគាត់ធ្វើត្រូវហើយអគ្គនាយកក៏ធ្វើត្រូវប្រធានសាខាក៏ធ្វើត្រូវប្រធានតំបន់ក៏ធ្វើត្រូវធ្វើឲ្យក្រុមហ៊ុនយើងមានចំណូលច្រើននិងមានប្រាក់ចំណេញច្រើនហើយអញ្ចឹងអរគុណច្រើនបងប្អូនជាម្ចាស់ជីវកម្មទាំងអស់គ្នាបានចូលរួមទេសនាបងប្អូនចង់បានវីដេអូថ្មីខ្ញុំមាន page មាន TikTok មាន YouTube ឈ្មោះថាអំណោយទានជួយ like ជួយ Subscribe បានជាប្រយោជន៍ទាំងអស់គ្នាបាទអរគុណច្រើនបាទ